ក្រុមវិស័យហើយសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសារជាថ្មីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចែកម្លែកបងប្អូនពីបងប្អូនឧស្សាហ៍ក្នុងការវិលមុខណាអញ្ចឹងបងប្អូនឧស្សាហ៍វិលមុខបងប្អូនអាចសាកលបងក្នុងការធ្វើវិធីទាំងនេះជួយឲ្យយើងអាចធូរស្រាលបានណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងអាការៈវិលមុខអាចបណ្ដាលមកពីយើងអស់កម្លាំងឬក៏បញ្ហាសុខភាពផ្សេងទៀតប៉ុន្តែយើងអាចកាត់បន្ថយអាការៈវិលមុខនេះតាមរយៈតិចនិចងាយទាំងនេះដែលខ្ញុំបង្ហាញណានៅក្នុងវីដេអូនេះអញ្ចឹងមុននឹងបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផុសដើម្បីទទួលបានវីដេអូថ្មីបន្តទៀតដែលខ្ញុំអាប់ឡូតទៅក្រោយអញ្ចឹងអរគុណច្រើនបងប្អូនហើយវិធីសាស្ត្រទី1គឺបងប្អូនអាចផ្ដោតអារម្មណ៍ទៅលើរបស់មួយពេលដែលបងប្អូនចាប់ផ្ដើមមានអាការៈវិលមុខបងប្អូនគួរតែរក្សាតុល្យភាពដោយអង្គុយឲ្យស្ងៀមនិងកាត់បន្ថយការធ្វើចលនាបន្ទាប់មកបងប្អូនអាចមើលទៅរបស់អ្វីមួយដែលមិនមានចលនាណាទាំងបងប្អូនអាចកាត់បន្ថយអាការៈវិលមុខនេះបានហើយបងប្អូនហើយទី2គឺបងប្អូនផឹកទឹកអញ្ចឹងអាការៈវិលមុខតែងតែកើតពីការបាត់បង់ជាតិទឹកដែលបង្កឲ្យខួរក្បាលហ្នឹងមិនដំណើរការបាទដំណើរការមិនប្រក្រតីអញ្ចឹងបងប្អូនអាចផឹកទឹកអាចជួយកាត់បន្ថយអាការៈនេះបានបាទហើយផឹកទឹកបងប្អូនអាចផឹកទឹកត្រជាក់ណាហើយចំណុចទី3គឺញ៉ាំផលិតផលធ្វើពីគ្រាប់ធញ្ញជាតិចឹងអាហារងាយរំលាយដូចជាពពុះស្ករនិងម្សៅកែច្នៃអាចផ្ដល់នូវជាតិស្ករដល់រាងកាយបានលឿនប៉ុន្តែការធ្លាក់ចុះក៏លឿនដែរហើយនេះក៏អាចបង្កឲ្យមានអាការៈវិលមុខដែរអញ្ចឹងណាចឹងបងប្អូនអាចងាកមកញ៉ាំពពុះគ្រាប់ធម្មជាតិបាទអាហារទាំងនេះវាត្រូវការពេលវេលាយូរក្នុងការរំលាយក៏វាជួយរក្សាលំនឹងជាតិស្ករនឹងបានយូរណាបងប្អូនអញ្ចឹងវាល្អក្នុងការបងប្អូនអញ្ចឹងបងប្អូនអាចសាកល្បងហើយចំណុចទី3គឺបងប្អូនផឹកទឹកក្រូចឆ្មាមិនថាអាការៈវិលមុខបង្កដោយកម្រិតថាមពលឬក៏បញ្ហាត្រចៀកផ្នែកខាងក្នុងទេការផឹកទឹកក្រូចឆ្មាអាចជួយបន្ធូរអាការៈបានចំពោះអ្នកដែលមានដូចទទួលពពុះវីតាមីន C គ្រប់គ្រាន់វាមិនងាយក្នុងការវិលមុខទេហើយយើងអាចបន្ថែមពពុះដូចជាផ្លែបឺប៉េងប៉ោះនិងបន្លែស្លឹកពណ៌បៃតងទៅក្នុងរបបអាហារបាទដើម្បីទទួលបានវីតាមីនគ្រប់គ្រាន់អញ្ចឹងណាហើយចំណុចទី5គឺបងប្អូនអាចផឹកទឹកខ្ញីអញ្ចឹងបងប្អូនមួយចំនួនដែលមានអាការៈក្អួតឬក៏វិលមុខអញ្ចឹងគឺមកពីការអាចពុលឡានអីពុលឡានឬក៏អញ្ចឹងបងប្អូនអាចផឹកទឹកខ្ញីដើម្បីសម្រួលអាការៈបញ្ហាក្អួតចង្អោរឬក៏វិលមុខហ្នឹងណាហើយមួយទៀតគឺចំណុចទី6គឺជៀសវាងការងូតទឹកក្តៅចឹងការងូតទឹកក្តៅវាអាចធ្វើឲ្យយើងមានអាការៈស្រស់ស្រាយប៉ុន្តែនៅពេលដែលយើងមានអាការៈវិលមុខយើងគួរតែជៀសវាងការងូតទឹកក្តៅព្រោះអាចបន្ថយចរន្តឈាមនិងធ្វើឲ្យអាការៈវិលមុខហ្នឹងកាន់តែធ្ងន់ធ្ងរណាជាក្នុងស្ថានភាពនេះយើងគួរតែងូតទឹកដែលមានសីតុណ្ហភាពធម្មតាគឺ20ទៅ22អង្សាបាទអញ្ចឹងចន្លោះហ្នឹងណាបងប្អូនអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែកម្លែកមកនេះណាអញ្ចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ